បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទអញ្ចឹងថ្ងៃនេះខ្ញុំបាទបូរ៉ានឹងមកធ្វើវីដេអូថ្មីមួយទៀតប្រាប់បងប្អូនអំពីរបៀបនៃការ add sticker Telegram បន្ថែមសម្រាប់មកប្រើប្រាស់បន្ថែមបងប្អូនហ្នឹងហើយអញ្ចឹងការពេលវីដេអូមុននេះខ្ញុំប្រាប់បងប្អូនអំពីរបៀបនៃការបង្កើតនៅ sticker សម្រាប់យើងប្រើប្រាស់នៅក្នុង Telegram ផ្ទាល់ខ្លួនរបស់យើងអញ្ចឹងបងប្អូនទាំងអស់គ្នាយើងខ្ជិលប្រើនៅ sticker របស់កម្មវិធី Telegram អញ្ចឹងបងប្អូនទាំងអស់គ្នាណែអញ្ចឹងសម្រាប់ថ្ងៃនេះគឺខ្ញុំមកធ្វើវីដេអូប្រាប់បងប្អូនអំពីរបៀបនៃការ add នៅ sticker Telegram បន្ថែមដែលយើងបានបង្កើតហើយអញ្ចឹងណាបងប្អូនទាំងអស់គ្នាបាទអញ្ចឹងដើម្បីយើងទៅ add នៅ Telegram sticker Telegram បន្ថែមបងប្អូនចូលទៅក្នុងកម្មវិធី Telegram ទៅបាទហ្នឹងហើយបន្ទាប់ពីចូលនៅក្នុងapp Telegram ហើយណាបងប្អូនជឿរើសយកមានន័យថាមិត្តភ័ក្តិយើងណាមួយទៅអញ្ចឹងណាបងប្អូនទាំងគ្នាបាទហ្នឹងហើយឥឡូវខ្ញុំយកណែនេះចោះណាបាទហ្នឹងហើយអញ្ចឹងបន្ទាប់ពីយកនៅរ៉ារ៉ៃទាំងហើយណាបងប្អូនមើលកន្លែង sticker ណានេះបងប្អូនមើលត្រង់កន្លែង sticker នេះអញ្ចឹងបងប្អូនចុចត្រង់កន្លែង sticker ហ្នឹងទៅបាទហ្នឹងហើយបន្ទាប់បងប្អូនចុចចូលត្រង់កន្លែង sticker ហើយបងប្អូនអូសមកក្រោមមកហ្នឹងហើយបងប្អូនមើលនេះណានេះជារូប sticker ដែលយើងបានបង្កើតពីមុនមកណានេះបងប្អូនហ្នឹងហើយនេះជារូប sticker យើងបានបង្កើតពីមុនមកឥឡូវយើងចង់ add sticker នឹងបន្ថែមណាមកប្រើប្រាស់បន្ថែមអញ្ចឹងទៀតបងប្អូនហ្នឹងហើយអញ្ចឹងបងប្អូនចូលត្រង់កន្លែងសញ្ញាបូកនេះទៅនេះបាទនេះបងប្អូនវាលោតចេញជា sticker ដែលយើងបានបង្កើតឲ្យថ្មីមកតែម្ដងហ្នឹងហើយអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់ add sticker រូបខ្ញុំចុចលើហ្នឹងទៅបងប្អូនបន្ទាប់មកយើងចុច text មកណាចុចសញ្ញា text សញ្ញា crease នេះមកហ្នឹងហើយបន្ទាប់ពេលចុច crease ហើយបងប្អូនមើលត្រង់នេះគេដាក់ send sticker add to favorite និង add to sticker set ហ្នឹងហើយឥឡូវខ្ញុំយកទី3ណានេះបងប្អូនយកឡៃទី3នេះមក add to sticker set នេះមកណាចូលហ្នឹងទៅបន្ទាប់ហើយគេឲ្យយើងជ្រើសរើសយកឈ្មោះយើងបង្កើតហើយទៅបាទបន្ទាប់ហើយបងប្អូនចូលហ្នឹងគេដាក់បងប្អូននេះគឺវាចូលមកបាទហើយបងប្អូនចូលចង់ add ទៀតបងប្អូនចូលទៀតទៅបងប្អូនមកក្រុមយកសញ្ញាបូកបាទបន្តបងប្អូនចង់បានរូបណាមួយទៀតសិនឥឡូវខ្ញុំយករូបក្មួយម្នាចុះណាបងប្អូនគាត់ថេចទៅយកអង្ក្រមមកឈ្មោះយើងដែលបង្កើតស្រាប់បាទគេបងប្អូនវាលោតចូលមកតែម្ដងបាទបងប្អូនចង់ add បន្ថែមទៀតបងប្អូនគ្រាន់ត្រឡប់ទៅក្រោយបងប្អូនចុចសញ្ញាបូកហ្នឹងហើយបងប្អូនគ្រាន់តែ select លើរូប sticker ដែលយើងចង់បានមកបងប្អូន select ទៅបងប្អូន text បងប្អូនយកទី3លើឈ្មោះយើងបង្កើតហើយបាទបងប្អូនហ្នឹងហើយវាលោតមកតែបងប្អូនបកចង់បានទៀតបងប្អូនបែកទៅក្រោយបងប្អូនសញ្ញាបូកទៅហ្នឹងហើយបងប្អូនselect យកឈ្មោះមួយទៀតមកហ្នឹងហើយបងប្អូន text ទៅបងប្អូនយកទី3មកបាទលើឈ្មោះរបស់យើងបាទបងប្អូនវាលោតចូលចឹងតែម្ដងហ្នឹងហើយបាទហ្នឹងហើយយើងអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃនេះណាគឺមានតែប៉ុណ្្នឹងទេបងប្អូនណានឹងបើសិនតែបងប្អូនបានមើលវីដេអូខ្ញុំហើយសូមបងប្អូនជួយចុច Subscribe Channel របស់ខ្ញុំម្នាក់មួយទៅដើម្បីទទួលបាននៅវីដេអូថ្មីបន្តទៀតបានហ្នឹងហើយសូមអរគុណសូមជម្រាបលា